មិនមែនត្រឹមតែរាប់លានទេគឺរាប់រយលានដុល្លារយុវជនទាំងនេះរកលុយបានរាប់ម៉ឺនដុល្លារត្រឹមតែ1នាទីនៅលើទីលានលោកស្គាល់មុខមាត់កម្ពុជាសិទ្ធិវ័យក្មេងក្នុងពិភពបាល់ទាត់ប្រចាំឆ្នាំ2026ដែលម្នាក់ៗមានទ្រព្យសម្បត្តិស្ទើរមិនគួរឲ្យជឿទើបតែមានវ័យ20ឆ្នាំខ្សែការពារកណ្ដាលរូបនេះមានប្រាក់ខែគោលប្រហែល 8.2 លានដុល្លារទោះបីជាចំណូលពីពាណិជ្ជកម្មនៅមានកម្រិតក៏ដោយប៉ុន្តែតម្លៃខ្លួនរបស់គេកំពុងហក់ឡើងយ៉ាងខ្លាំងក្នុង Premier League គួរបញ្ជាក់ផងដែរ Joel Hato បានចុះហត្ថលេខាយល់ព្រមជាមួយក្លឹបតោក្យូ Chelsea នៅឆ្នាំ2024រហូតដល់ឆ្នាំ2029ផ្កាយរះថ្មីរបស់បារាំង Desire Doué បានចុះកិច្ចព្រមព្រៀងជាមួយក្លឹបអ្នកមាននៅបារាំង PSG ចំនួន5ឆ្នាំកាលពីឆ្នាំ2024រហូតដល់ឆ្នាំ2029ខ្សែបម្រើប្រយុទ្ធស្លាបរូបនេះរកចំណូលបានចន្លោះពី 6.5 ទៅ 7.5 លានដុល្លារពីប្រាក់ខែហើយបូករួមនឹងកិច្ចសន្យាផ្សាយពាណិជ្ជកម្មប្រហែលជា2លានដុល្លារទៀតធ្វើឲ្យចំណូលសរុបរបស់គេជិតដល់10លានដុល្លារក្រោយផ្លាស់មកកាន់ទឹកដីអង់គ្លេសចូលរួមជាមួយ Liverpool នៅឆ្នាំ2025ជាមួយកិច្ចសន្យា6ឆ្នាំរហូតដល់ឆ្នាំ2031ខ្សែបម្រើប្រយុទ្ធ Florian Wirtz ទទួលបានប្រាក់ខែចន្លោះពី10ទៅ21លានដុល្លារបូកនឹងកិច្ចសន្យាជាមួយ Adidas ប្រហែល4លានដុល្លារទៀតចំណូលសរុបរបស់គេគឺខ្ទង់25លានដុល្លារខ្សែបម្រើប្រយុទ្ធ Bayern រូបនេះទើបតែចុះកិច្ចសន្យាថ្មីកាលពីចុងឆ្នាំ2025រហូតដល់ឆ្នាំ2030ដែលមានប្រាក់ខែខ្ពស់បំផុតក្នុងក្លឹបរហូតដល់32លានដុល្លារបូកជាមួយ sponsor ពី Nike ប្រហែល5លានដុល្លារទៀតចំណូលសរុបរបស់គេគឺ37លានដុល្លារឯណោះខ្សែប្រយុទ្ធស្លាប់ស្ដាំកំពូលល្បឿន Dembele នៅតែជាអ្នករកលុយបានច្រើនដោយមានប្រាក់ខែគោលរហូតដល់32លានដុល្លារនិងចំណូលពី Adidas ប្រហែល8លានដុល្លារទៀតសរុបគឺ44លានដុល្លារក្នុងមួយឆ្នាំពួកគេក៏មានកិច្ចសន្យារយៈពេលវែងជាមួយ PSG ផងដែររហូតដល់ឆ្នាំ2031កំពូលកីឡាករវ័យ18ឆ្នាំរូបនេះមានប្រាក់ខែគោលរបស់គេគឺ16លានដុល្លារប៉ុន្តែអ្វីដែលអស្ចារ្យគឺកិច្ចសន្យាជាមួយ Adidas ដែលផ្ដល់ឲ្យគេរហូតដល់27លានដុល្លារសរុបមកក្មេងជំទង់រូបនេះរកបាន43លានដុល្លារហើយខ្សែប្រយុទ្ធស្លាប់ស្ដាំវ័យក្មេងរូបនេះក៏មានកុងត្រារយៈពេលវែងជាមួយ Barcelona ផងដែររហូតដល់ឆ្នាំ2031ខ្សែបម្រើឆ្នាំសញ្ជាតិអង់គ្លេសបានផ្លាស់មកចូលរួមជាមួយអាធិរាជស Real Madridកាលពីឆ្នាំ2023និងមានកិច្ចសន្យារហូតដល់ឆ្នាំ2029រូបគេមានប្រាក់ខែគោល25លានដុល្លារប៉ុន្តែចំណូលពីការផ្សាយពាណិជ្ជកម្មដូចជា Louis Vuitton និង Skim រូបគេរកបានរហូតដល់ទៅ22លានដុល្លារទៀតសរុបគឺ47លានដុល្លារVinicius រកបានប្រាក់ខែ26លានដុល្លារប៉ុន្តែរូបគេគឺជាស្ដេចត្រាញ់ខាងផ្សព្វផ្សាយពាណិជ្ជកម្មដូចជា Pepsi និង Gatorade ដែលនាំចំណូលមកបន្ថែម35លានដុល្លារសរុបគឺជាង60លានដុល្លាររូបគេមានកិច្ចសន្យារហូតដល់ឆ្នាំ2027ហើយក៏កំពុងត្រៀមបន្តកិច្ចសន្យាថ្មីផងដែរខ្សែប្រយុទ្ធសញ្ជាតិណ័រវេសដែលជាម៉ាស៊ីនរកគ្រាប់បាល់រូបនេះរកបានប្រាក់ខែនិងបណ្ណើរនៅលើទីលានសរុប34លានដុល្លារលើកិច្ចសន្យារហូតដល់ឆ្នាំ2027ចំណែកឯកិច្ចសន្យាជាមួយ Nike និង Samsung ផ្ដល់ឲ្យគេ45លានដុល្លារទៀតសរុបមក Haaland រកបានជាង80លានដុល្លារសិទ្ធិវ័យក្មេងលំដាប់ថ្នាក់ពិភពលោក Kylian Mbappé បានចុះកិច្ចសន្យា5ឆ្នាំកាលពីឆ្នាំ2024រហូតដល់ឆ្នាំ2029ជាមួយនឹងក្លឹប Real Madrid ទោះបីជាប្រាក់ខែគោលនៅ Madrid ប្រហែលជា33លានដុល្លារក៏ដោយប៉ុន្តែរូបគេទទួលប្រាក់លើកទឹកចិត្តជារៀងរាល់ឆ្នាំសំខាន់ជាងនេះចំណូលពីការផ្សាយពាណិជ្ជកម្មដូចជា Nike, Dior និង Hublot គេរកបានរហូតដល់60លានដុល្លារសរុបមកក្នុងមួយឆ្នាំ Mbappé រកបានខ្ទង់95លានដុល្លារតើអ្នកយល់យ៉ាងណាដែរចំពោះលុយរាប់លានដុល្លារទាំងនេះតើអ្នកគាំទ្រកីឡាកររូបណាកុំភ្លេចបញ្ចេញមតិនិងជួយ Subscribe ដើម្បីវីដេអូបន្ទាប់សូមអរគុណ